ថ្ងៃនេះក៏ជាថ្ងៃគំរូល្អជាទម្លាប់ធម្មតាខ្មែរយើងអ្នកមានគុណសម្បត្តិគឺច្រើនត្រូវបានគេសូត្រប្រវត្តិរូបនៅពេលដែលស្លាប់ហើយទៅនាំគ្នាមកថើបសាកសពក៏មានដែរនឹងសូមគោរពដល់ពងពោះចំពោះលោកតាបណ្ឌិតកុលភេងនិងលោកយាយកងកំផាឡាជាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងសូមគោរពពុទ្ធបរិស័ទទាំងអស់បាទដែលបានចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះថ្ងៃទី1នេះដែលប្រពឡើងនាពេលនេះគឺជាថ្ងៃសំខាន់ក៏ជាថ្ងៃដែលជាអារម្មណ៍នាំឲ្យកើតសេចក្តីជ្រះថ្លាសម្រាប់សាសនានុសិស្សទាំងឡាយឬក៏បច្ឆាជនទាំងឡាយដែលបានទទួលនៅគុណូបការៈអំពីលោកតាបណ្ឌិតទូយ៉ាងដូចជាវិទ្យាស្ថានសាក្យបុត្រអន្តរជាតិនេះលោកតាគឺមានចំណែកដ៏ធំក្នុងកិច្ចការងារនឹងព្រោះពេលដែលកើតនៅវិទ្យាស្ថាននេះដំបូងយើងមិនមានទីកន្លែងហើយលោកតាមិនមែនផ្ដល់តែទីកន្លែងទេមានរឿងរ៉ាវច្រើនទៀតដែលជាការជំរុញឲ្យកើតនៅវិទ្យាស្ថាននេះថ្ងៃនេះខ្ញុំសង្ឃឹមរឿងមួយប៉ុន្តែហាក់ដូចជាមិនសូវដូចសង្ឃឹមបើនិយាយពីលោកតាឲ្យអាហារូបករណ៍សិស្សច្រើនណាខ្ញុំសម័យឃើញថាសិស្សដែលបានទទួលអាហារូបករណ៍ពីលោកតាមកពេញហ្នឹងនេះខ្ញុំគិតថាលោកតាមិនចង់បានអញ្ចឹងទេតែខ្ញុំអ្នកគិតណាតែខ្ញុំអ្នកគិតហ្នឹងហើយតែតលមកតែអ្នកស្ដាប់ធម៌អ្នករៀនធម៌នេះហ្នឹងហើយអញ្ចឹងបានខ្ញុំចង់ញែកតំណឹងតិចធម៌ទាំងឡាយកើតមិនប្រះចាកហេតុទេហ្នឹងអាចថាសិស្សទាំងឡាយដែលធ្លាប់បានទទួលការជួយទំនុកបំរុងពីលោកតាគ្នាមិនទាន់មានគំនិតគ្រប់គ្រាន់ក្នុងការយល់ពីគុណដោយពិតប្រាកដនោះយ៉ាងណាហើយបើនិយាយពីឲ្យលោកតាឲ្យសិស្សអាហារូបករណ៍ច្រើនជាងឲ្យអ្នករៀនធម៌ទៀតបើនិយាយពីឲ្យមែនទេព្រោះឲ្យបន្ថយការចំណាយច្រើនណាស់លោកតាឲ្យទាំងរៀនដោយមិនបង់ថ្លៃជួនកាលឲ្យទាំង accommodation កន្លែងស្នាក់នៅទៀតហ្នឹងហើយប៉ុន្តែក៏សប្បាយចិត្តដែរភរិយាគាត់មកនឹងមកក្នុងនាមគាត់ធ្លាប់ទទួលគុណូបការៈពីលោកតាឲ្យខំនាំកូនមកតាមក្រោយហ្នឹងមកគោរពដឹងគុណលោកតានឹងឯងហ្នឹងហើយអញ្ចឹងបាទខ្ញុំគិតទេគាត់គិតថាវាគួរណាស់ថាសិស្សដែលទទួលបានអាហារូបករណ៍ហ្នឹងអាហ្នឹងយើងគិតខុសទំនងខ្ញុំស្មានថាខ្ញុំគិតត្រូវដល់ម្ដងគិតអត់ត្រូវហ្នឹងអញ្ចឹងក៏ជាសារផ្ដាំផ្ញើដល់ក្មួយបងប្អូនទាំងអស់ក្រែងលោជួនកាលយើងមិនបានចាប់អារម្មណ៍ហើយម្យ៉ាងទៀតថ្ងៃនេះក៏ជាថ្ងៃគំរូល្អជាទម្លាប់ធម្មតាខ្មែរយើងអ្នកមានគុណសម្បត្តិគឺច្រើនត្រូវបានគេសូត្រប្រវត្តិរូបនៅពេលដែលស្លាប់ហើយទៅនាំគ្នាមកថើបសាកសពក៏មានដែរស្រឡាញ់ណាស្រឡាញ់អ្នកធ្លាប់ជេរហ្នឹងក៏មកថើបដែរហ្នឹងហើយប៉ុន្តែថ្ងៃនេះលោកតាបណ្ឌិតហើយនិងលោកយាយនៅមានភ្នែកមើលឃើញនៅមានតិចស្ដាប់ឮហើយក៏បានដឹងបានឮពីពួកយើងទាំងឡាយដែលប្រពយកគុណូបការៈរបស់លោកតាមកប្រពនៅថ្ងៃនេះហើយខ្ញុំសិក្សាមើលទៅការបង្រៀនពីគុណហើយនិងឧបការៈគុណនឹងអត់មានអ្នកណាបរៀនច្បាស់ជាងពុទ្ធទេហ្នឹងហើយហេតុអីបានជាអ្នកសិក្សាមេគាព្រះអង្គគឺជាមនុស្សដឹងគុណដោយច្រើនវាមានមូលហេតុអ្នកដែលសិក្សាមេគារបស់ព្រះពុទ្ធបង្កើតបាននូវកតញ្ញូតាបុគ្គលដោយច្រើនពីព្រោះការសិក្សាតាមមេគារបស់ព្រះពុទ្ធមិនមែនជាការសិក្សាបំពន់កិលេសផ្សេងពីការឲ្យផ្សេងនៅក្នុងទិសដៅដតីក្រៅពីមេគាពធហ្នឹងហើយនៅក្នុងអង្គុត្តរនិកាយទុក្កនិបាតព្រះអង្គសម្ដែងពីបុគ្គលដែលកម្រមានពីរ
ទី1គឺឧបការីជនអ្នកដែលធ្វើឧបការៈមុនហើយទី2គឺកតញ្ញូកតវេទីអ្នកដែលដឹងហើយប្រកាសគុណរបស់បុព្វការីនោះក្នុងព្រះអត្ថកថាបានបញ្ជាក់ច្បាស់ថាបុព្វការីជនបានជាក្រដែរនោះព្រោះតែតណ្ហាឬក៏លោភៈនឹងឯងវាបាំងដោយច្រើនគឺធ្វើនៅឧបការៈព្រោះសម្លឹងផលតែដែលក្រនោះគឺធ្វើឧបការៈដោយករុណាសុទ្ធមិនសម្លឹងផលហើយកតញ្ញូកតវេទីដែលមិនសម្បូរពីព្រោះមានមោហៈបាំងគឺទូអវិជ្ជាបាំងនឹងមានរឿងរ៉ាវអីកន្លងផុតទៅបន្តិចទៅឬក៏មានរឿងទាស់ខុសអីទៅបន្តិចទៅវាមកបាំងมันអាចឲ្យនឹកឃើញនៅឧបការៈនោះមិនមែនជាការស្ដីបន្ទោសអីទេប៉ុន្តែខ្ញុំគ្រាន់តែវែកញែកឲ្យឃើញថាមាគាមួយដែលដឹកនាំខុសពីជនក្នុងលោកគឺមាគាបន្សាបកិលេសគឺមានតែព្រះបរមគ្រូដូច្នេះហើយដូចជាការរស់នៅក្នុងសំណាក់គ្រូអាចារ្យអីហ្នឹងចេះតែរស់នៅដោយសុខដុមរមនាក្នុងភាពមិនតែទាំងទឹះនឹងសម្របសម្រួលបានដោយការដឹងគុណហ្នឹងមិនមានមេគាណាល្អជាងមេគាព្រះពុទ្ធបរមគ្រូហ្នឹងទេនឹងអញ្ចឹងខ្ញុំគ្រាន់តែចូលរួមប៉ុណ្ណឹងទុកឱកាសជូនអង្គពិធីបន្តទៀតណាសូមអរគុណ